បាទសួស្តីបងប្អូនអរគ្នាឥឡូវនេះខ្ញុំមានម៉ូទ័រ Move Along របស់ Makita ពីរលេខកូដមកបង្ហាញជូនបងប្អូនអរគ្នាសម្រាប់ខាងលើនេះគឺ TW007GZ បាទចំណែកខាងក្រោមគឺ TW007GD201 បាទទាំងពីរនេះគឺម៉ូទ័រ Move Along ប្រើថ្ម40 V កម្លាំង760 Newton នេះគ្នាការមួយចេញ 1000 ជាង Newton នេះគ្នាប៉ុន្តែអ្វីដែលខុសគ្នាគឺខាងលើនេះមកតែទូទៅទេអត់មានថ្មឆ្លាំងសាក់ទេសម្រាប់បងប្អូនដែលមានថ្មឆ្លាំងសាក់ប្រភេទ40 V ហើយគឺបាទប្រភេទនេះចំណេញថវិកាប៉ុន្តែបើសិនជាបងប្អូនអត់ទាន់មានគឺជ្រើសរើសផ្នែកខាងក្រោមនេះគឺមកជាឈុតតែម្ដងបាទមានថ្មស្រាប់ឆ្លាំងសាក់ស្រាប់បាទឥឡូវយើងមកមើលជាមួយឈុតអស់គ្នាបាទនេះឈុតមកជាមួយនឹងសភៅណែនាំពីការប្រើប្រាស់ថ្ម40 V ពីអំពែកន្លះ2កូនបាទឆៃឆ្នាំងសាក់នេះបាទឆ្នាំងសាក់លឿនមួយលេខកូដ DC លេខកូដ DC 40RA បាទហើយនេះម៉ូទ័រមួយប្រឡងមួយហ្នឹងជាប្រភេទម៉ូទ័របានប្រើធ្យូងបាទកម្លាំង700ជាង Newton មកជាមួយនឹងក្បាលសោកផ្លែនេះគឺ1 លើ 2 អ៊ីងមានឡុកទៀតបាទមានកន្លែងសេរ៉េបាទកម្លាំងបង្វិលបាទនៅខាងក្រោមនេះមានមុខងារអូតូទៀតណាបាទហើយចំពោះតួទទេវិញបាទតួទទេវិញគឺខាងក្នុងអត់មានអីទេខាងក្នុងអត់មានអីទេមកតែម៉ូទ័រទេហើយនឹងសភៅណែនាំពីការប្រើប្រាស់ចំពោះការធានាក៏ដូចគ្នាដែរធានាមួយឆ្នាំទៅលើដុំភ្លើងខ្នើយបាទណាអញ្ចឹងគឺបែបហ្នឹងអញ្ចឹងសម្រាប់បងប្អូនអ្នកគ្នាដែលបាទមានថ្មឆ្លាំងសាក់ហើយគឺជ្រើសរើសទូទៅទេប៉ុន្តែបើសិនជាអត់ទាន់មានទេអាចជ្រើសរើសជាឈុតទៅណាអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសម្រាប់វីដេអូនេះអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាត្រូវការព័ត៌មានបន្ថែមអាចឆាតមកសួរបានបាទសូមអរគុណ